កូនរបស់ខ្ញុំឧស្សាហ៍ឈឺពោះម្លេះតើការឈឺពោះនេះអាចបង្កគ្រោះថ្នាក់ដល់កូនខ្ញុំដែរឬក៏អត់បាទអញ្ចឹងចំពោះកុមារដែលគាត់មានបញ្ហាឈឺពោះឪពុកម្ដាយគឺត្រូវតែពិនិត្យមើលនិងស្វែងយល់មែនទែនអំពីរោគសញ្ញាឈឺពោះរបស់គាត់បើសិនជាកុមារគាត់មកប្រាប់យើងថាកូនឈឺពោះប៉ុន្តែគាត់រត់លេងធម្មតាគាត់គេងបានធម្មតាបាទអញ្ចឹងគឺមិនមានគ្រោះថ្នាក់ដល់គាត់ទេហើយមូលហេតុដែលខ្ញុំសង្កេតឃើញច្រើនជាងគេចំពោះករណីនេះគឺទី1ហ្នឹងគឺមុខងារពោះវៀនរបស់គាត់ហ្នឹងដំណើរការមិនទាន់បានល្អបាទហើយវានឹងបាត់ទៅវិញខ្លួនឯងនៅពេលដែលគាត់ធំពេញវ័យបាទទី2គឺបញ្ហាទល់លាមកគាត់ញ៉ាំបន្លែមិនបានគ្រប់គ្រាន់ផ្លែឈើមិនបានគ្រប់គ្រាន់ដែលបង្កឲ្យគាត់ហ្នឹងមានការទល់លាមកឬក៏លាមកគាត់ហ្នឹងរឹងពេកបាទអញ្ចឹងធ្វើឲ្យគាត់ហ្នឹងឧស្សាហ៍ឈឺពោះដែរទី2ទី3គឺបញ្ហា stress ក្មេងដែលគាត់ភ័យខ្លាចគាត់មិនចង់ធ្វើអ្វីមួយគាត់ stress បាទគឺអាចបង្កឲ្យគាត់ហ្នឹងឈឺពោះដែរបាទហើយចំពោះទី4ហ្នឹងគឺតាក់ទងជាមួយនឹងគាត់ allergy ជាមួយនឹងអាហារមួយចំនួនឬក៏ពោះវៀនរបស់គាត់ហ្នឹងមានប្រតិកម្មជាមួយនឹងសារធាតុ gluten ឬក៏សារធាតុ lactose ជាដើមដែលអាចបង្កឲ្យគាត់ហ្នឹងឈឺពោះនៅពេលដែលគាត់ញ៉ាំអាហារទាំងអស់នោះបាទអញ្ចឹងចំពោះករណីទាំងប្រមាណនេះជាទូទៅគឺมันមានផលប៉ះពាល់ធ្ងន់ធ្ងរទេចំពោះករណីមួយចំនួនទៀតដែលគាត់ឈឺពោះហើយមានរោគសញ្ញាគប់ផ្សំដូចជាមានក្អួតមានរាគលាមកមកមានឈាមហើយគាត់ស្រក់គីឡូបាទគាត់ឈឺពោះរហូតដល់ភ្ញាក់ពីគេងអង្គុយយំបាទឬក៏មានសញ្ញាផ្សេងៗរូបផ្សំជាច្រើនទៀតទាំងអស់នេះគឺអាចបង្កឲ្យគាត់នឹងមានគ្រោះថ្នាក់បានដូច្នេះត្រូវនាំអូនទៅជួបគ្រូពេទ្យដើម្បីស្វែងរកមើលពីមូលហេតុពិតប្រាកដនៃការឈឺពោះរបស់គាត់បាទសូមអរគុណច្រើន